ban control ផលិតផលក្នុងស្រុកវាជារឿងមួយល្អមែនទែនសម្រាប់ធ្វើឲ្យសេដ្ឋកិច្ចរបស់យើងដើរព្រោះបើយើងធម្មតាទេសេដ្ឋកិច្ចយើងនិយាយរឿងពីរសាមញ្ញចាយលុយអស់គឺក្រហើយរោយើងជាប្រទេសដែលយើងផលិតហើយលក់ចេញប្រកាសជាយើងនឹងខ្លាយទៅជាប្រទេសអ្នកមានហើយឥឡូវរដ្ឋាភិបាលគាត់បាន commit ថា2050យើងខ្លាយជាប្រទេសអ្នកមានអញ្ចឹងបើសិនជាយើងនៅតែបន្តទិញគេប្រហែលជាយើងពិបាកតែឥឡូវគឺបងប្អូនមានការពហិការឲ្យខ្ញុំអរគុណហើយខ្ញុំពីខ្ញុំគឺខ្ញុំពហិការរួចទៅហើយតាំងពីដើមមកឆ្នាំ2016ខ្ញុំទៅប្រទេសឥណ្ឌាពួកផ្ទះលេខ2គេឌីលយើងអាក្រក់ប៉ុន្តែខ្ញុំអត់ចេះថៃទេតែខ្ញុំបានជនជាតិឡាវគាត់បកប្រែជាអង់គ្លេសខ្ញុំស្ដាប់អញ្ចឹងខ្ញុំឃើញថាអូជាតិសាសន៍មួយហ្នឹងមើងងាយយើងតាំងពីដើមអញ្ចឹងខ្ញុំអត់ដែររស់ស៊ីមួយជាតិសាសន៍នឹងសោះហ្មងហើយមកដល់ម៉ោងនេះខ្ញុំឃើញមានការពហិការខ្ញុំសប្បាយចិត្តហើយខ្ញុំសូមសំណូមពរឲ្យបន្តធ្វើទៀតព្រោះនិយាយស្មោះត្រង់ឃើញរាល់ថ្ងៃនេះរៀងសាបបន្តិចហើយមានន័យថាព្រោះខ្ញុំមាន 6000 store បាទតូបដែលនៅក្រោមក្រុមហ៊ុនរបស់ខ្ញុំមាន 6000 តូបខ្ញុំដឹងថាតូបណាលក់ផលិតផលអីខ្ញុំដឹងថាតូបណាលក់ផលិតផលអីខ្ញុំច្បាស់ហ្មងអញ្ចឹងគឺខ្ញុំនៅតែឃើញផលិតផលប្រទេសជិតខាងយើងចូលដដែលតែគ្រាន់តែថាយ៉ាងហោចណាស់ក៏យើងកាត់បន្ថយតែខ្ញុំសុំតែមួយយ៉ាងគឺសុំដាច់ហ្មងទៅហើយខ្ញុំទៅសួរអ្នកលក់ថាហេតុអីបានជានៅតែបន្តលក់អាហ្នឹងគាត់ថាម៉ួយស៊ូរ៉ូមិនមែនអត់ផលិតផលលក់អីគឺម៉ួយស៊ូរ៉ូហ្មងអញ្ចឹងហេតុអីយើងកន្លែងហ្នឹងគឺយើងថាហេតុអី